សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះលោកគ្រូនឹងលើកយកផ្នែកមួយនៃចរន្តឆ្លាស់បាទដែលជាផ្នែកចុងក្រោយនៃមេរៀនចរន្តឆ្លាស់គឺ transformator អញ្ចឹងយើងហៅអង់គ្លេសថា transformer ហើយយើងហៅតាមបារាំងថា transformator ដល់ពេលគេទៅសេកាត់វានៅតែអូអញ្ចឹងវាហៅថា transfo ដែលភាសាជាងហៅថាដុំភ្លើងបាទតើត្រង់ស្វូនេះបាទសម្រាប់ធ្វើអីបាទត្រង់ស្វូនេះគឺជាឧបករណ៍មួយសម្រាប់បាទទម្លាក់តង់ស្យុងឬដំឡើងតង់ស្យុងបាទខ្ញុំនឹងបញ្ជាក់នៅពេលក្រោយឥឡូវយើងមើលបង្គំវាសិនណាអញ្ចឹងត្រង់ស្វូនេះផ្គុំឡើងពីបូប៊ីន2ដាក់ជាប់គ្នាអញ្ចឹងពេលខ្លះគេដាក់នៅក្បែរគ្នាអញ្ចឹងទៅពេលខ្លះគេដាក់លើក្រោមបាទអញ្ចឹងទៅណាទៅតាមបច្ចេកទេសមួយបាទដែលគេផលិតអញ្ចឹងរបបទី1គឺហៅថារបបបឋមបាទឬខាង primary ដែលសម្រាប់តតង់ស្យុងចូល input ណាបាទន័យថាសម្រាប់តទៅជាពិសេសគឺសម្រាប់តង់ស្យុងចូលតែម្ដងដូចចេញពីព្រីភ្លើងមកគឺចូលរបបបឋមហ្នឹងបាទឯរបបទី2គឺហៅថារបបមធ្យមដែលគេហៅថា secondary បាទអញ្ចឹងសម្រាប់តង់ស្យុងចេញគឺខាង output បាទអញ្ចឹងនេះគឺជានិមិត្តសញ្ញាវាបាទអញ្ចឹងនិមិត្តសញ្ញាទី1នេះគឺគេគូបាទរបប2របបមកន័យថាបូប៊ីនណាបាទអញ្ចឹងខ្មែរយើងហៅរបបដល់ពេលបើយើងនិយាយតាមបារាំងថាបូប៊ីនអញ្ចឹងបូប៊ីននឹងរបបនឹងតែមួយទេអញ្ចឹងអានេះតំណាងឲ្យបូប៊ីនរបបបឋមអានេះរបបមធ្យមអញ្ចឹងរបបបឋមខាង input គឺតមានតង់ស្យុងចូលវេអងបើសិនជាភ្លើងរត់យើងធម្មតានេះបាទភ្លើង AC យើងធម្មតាគឺ220អានេះបាទអញ្ចឹងណាខាងចេញស្រេចគេចង់បានបាទគេចង់បាន5 វ៉ុលក៏បាន12 វ៉ុលក៏បានបាទអញ្ចឹងណាខាងចេញខាងចូលនេះគឺតិចវ៉ុលក៏បានដែរហើយចេញទៅធំវ៉ុលក៏បានដែរឲ្យតែខាងចូលនេះជាតង់ស្យុងឆ្លាស់បើដាក់តង់ស្យុងជាប់គឺវាអត់មានតង់ស្យុងខាងរបបមធ្យមទេបាទអញ្ចឹងវាដើរជាមួយទៅតង់ស្យុងឆ្លាស់ទេបាទន័យថាតខាងនេះទៅតង់ស្យុងឆ្លាស់បានមានតង់ស្យុងឆ្លាស់នៅខាងនេះបើយើងតទៅជាប់គឺអត់មានទេប៉ុន្តែលក្ខណៈពិសេសគឺ free កង់ខាងនេះប្រមាណខាងនេះនៅតែប៉ុណ្ណឹងបាទអត់ដូរ free កង់ទេណាបាទអញ្ចឹងនេះគឺជានិមិត្តសញ្ញាទី2បាទគឺអ្នកខ្លះគេគូបែបនេះអញ្ចឹងតំណាងឲ្យបូប៊ីនរបបបឋមវេអងហើយអានេះរបបមធ្យមអញ្ចឹងអានេះគឺស្នូលដែកបាទរូបឆោត2ហ្នឹងណាតំណាងឲ្យស្នូលដែកអញ្ចឹងដូចយើងរៀនមេរៀនមុនហើយគឺថាកាលណាយើងរុំបូប៊ីនអញ្ចឹងបើរុំបូប៊ីនតទេពេលចរន្តឆ្លងកាត់ដែនម៉ាញ់ណេទិកអត់សូវធំទេបើសិនជាយើងរុំលើស្នូលដែកបាទន័យថាដាក់រុំឲ្យសោកស្នូលដែកអញ្ចឹងដែនម៉ាញ់ណេទិកកើនឡើងបាទខ្លាំងរាប់ពាន់ដងបាទអញ្ចឹងក្នុងបច្ចេកទេសគឺគេច្រើនដាក់ស្នូលដែកហ្នឹងបាទអញ្ចឹងយើងមើលពេលតរបបបឋមទៅតង់ស្យុងឆ្លាស់ដែលមានហ្វ្រេកង់ F បាទនោះនឹងកើតមានតង់ស្យុងឆ្លាស់ដូចគ្នាដែលមានហ្វ្រេកង់ S ដែរនៅរបបមធ្យមដូចខ្ញុំបញ្យល់អញ្ចឹងគឺថាខាងនេះបើសិនជាយើងតនេះទៅតង់ស្យុងឆ្លាស់កើតមានតង់ស្យុងឆ្លាស់នេះបាទនេះហ្វ្រេកង់ 50 ហឺតអានេះ50 ហឺតបាទខាងនេះ60 ហឺតខាងនេះ60 ហឺតដូចគ្នាប៉ុន្តែតង់ស្យុងអាស្រ័យលើចំនួនស្ពាវាបាទខ្ញុំនឹងដាក់ឲ្យតាមក្រោយបាទត្រង់ស្វូមិនដំណើរការជាមួយតង់ស្យុងជាប់ទេបាទដោយសារតង់ស្យុងជាប់នេះគឺដែនម៉ាញ់ណេទិកវាអត់ប្រែប្រួលបើអញ្ចឹងវាអត់មានបំរែបំរួលភ្លុចអញ្ចឹងធ្វើឲ្យរបបមធ្យមនេះគ្មានកម្លាំងអគ្គិសនីចលករកើតឡើងទេបាទអញ្ចឹងត្រង់ស្វូនេះវាដំណើរការដោយបាតុភូតមួយគេហៅថាបាតុភូតអាំងដូចស្យុងអេឡិចត្រូម៉ាញ់ណេទិកអាំងដូចស្យុងអេឡិចត្រូម៉ាញ់ណេទិកអញ្ចឹងបាតុភូតហ្នឹងកាលណាបូប៊ីនរបបទី2នេះរបបមធ្យមនេះនៅក្នុងដែនម៉ាញ់ណេទិកប្រែប្រួលរបស់របបបឋមធ្វើឲ្យកើតមានកម្លាំងអគ្គិសនីចលកររវាងគោលនៃរបបមធ្យមបាទអញ្ចឹងត្រង់ស្វូនេះរបបទាំងពីរមិនជាប់គ្នាទេគ្រាន់តែដាក់ក្បែរឲ្យគ្នាទេអញ្ចឹងរបបទី1មាននីតិបង្កើតដែនម៉ាញ់ណេទិកដែលប្រែប្រួលរបបទី2
ថិតក្នុងដែនម៉ាញេទិកដែលប្រែប្រួលរបស់របងទី1អញ្ចឹងធ្វើឲ្យកើតមានកម្លាំងអគ្គិសនីចលករដែលចេញមកក្រៅយើងហៅថាតង់ស្យុងចេញបាទយើងបន្តត្រង់ស្វូតទៅទៀតត្រង់ស្វូគឺជាឧបករណ៍អគ្គិសនីប្រើសម្រាប់ដំឡើងឬទម្លាក់តង់ស្យុងមានន័យថាយើងត្រូវការយើងមាន220យើងចង់តម្លាក់នៅ12វ៉ុលក៏បានបាទយើងមាន12វ៉ុលយើងចង់តម្លើងទៅ220ក៏បានដូចជាផ្ដាប់វាយមុខអីគឺគេតម្លើងពី9វ៉ុលទៅដល់220អីចឹងទៅចឹងត្រង់ស្វូគេចែកចេញជា2ប្រភេទបាទគឺពពុះសួកវ៉ុលទ័រដែលយើងហៅភាសាបារាំងថាសៀវ៉ុលទ័រគឺប្រើដំឡើងតង់ស្យុងហើយនឹងស៊ូវ៉ុលទ័រគឺប្រើទម្លាក់តង់ស្យុងដែលយើងហៅថាស៊ូវ៉ុលទ័រណាបាទតាមបារាំងគេសរសេរតាមបារាំងស៊ូវ៉ុលទ័រសៀវ៉ុលទ័រប៉ុន្តែអ្នកសរសេរហ្នឹងក៏ដាក់ស៊ូអញ្ចឹងយើងដាក់ស៊ូវ៉ុលទ័រតាមគាត់ដែរបាទអញ្ចឹងយើងក៏លេខមកមើលរូបមន្តត្រង់ស្វូដែលយើងបានមកពីការពិសោធន៍ទេអានេះអញ្ចឹងវេអងបាទជាតង់ស្យុងនៅរបំបឋមមានន័យថាខាង input ហើយនឹងវេដឺជាតង់ស្យុងរបំមធ្យមខាង output អញ្ចឹងបើសិនជា n អងជាចំនួនស្ពីមានន័យថាចំនួនជុំដែលយើងរុំបាទនៅរបំបឋម n ដឺជាចំនួនស្ពីនៅរបំមធ្យមគេបានវេដឺចែកឲ្យវេអងស្មើនឹង n ដឺចែកឲ្យ n អងហើយផលធៀបហ្នឹងយើងតាំងដោយការដែលគេហៅថាផលធៀបអំលែងអញ្ចឹងយើងមានលក្ខខណ្ឌបើសិនជា n ដឺលើ n អងធំជាង1មានន័យថាវេដឺធំជាងវេអងមានន័យថាខាងចេញធំជាងខាងចូលអញ្ចឹងគេហៅត្រង់ស្វូថាជាស៊ូវ៉ុលទ័រប៉ុន្តែបើ n ដឺលើ n អងតូចជាង1មានន័យថាខាងចេញវេដឺតូចជាងខាងវេអងវិញអញ្ចឹងមានន័យថាប្រើទម្លាក់តង់ស្យុងទៅវិញគេហៅថាស៊ូវ៉ុលទ័របាទអញ្ចឹងយើងស្រួលចំណាំឯងបើចង់ដឹងថាអាណាតម្លាក់អាណាតម្លើងអាតម្លាក់កាន់តែតូចបាទកាន់តែតូចដូចអ្នកតូចអញ្ចឹងអ្នកតូចតលទៅស៊ូនេះបាទបាទអញ្ចឹងអានេះយើងមើលអានេះគឺជារូបភាពដុំភ្លើងឬយើងហៅថាត្រង់ស្វូហើយអញ្ចឹងនេះបាទគឺជារបំបឋមបាទហើយនេះគឺជារបំមធ្យមយើងឃើញវាអត់ជាប់គ្នាទេរបំបឋមនៅខាងក្រោមអញ្ចឹងទៅរបំមធ្យមនៅខាងលើអញ្ចឹងអ្នកខ្លះគេរុំរបំបឋមនៅក្នុងរបំមធ្យមនៅពីក្រៅជន់លើគ្នាបដ ாய் នេះខាងបាទនេះគឺខាងក្រហមនេះគឺខាង input បាទនេះខាងរបំបឋមបាទនេះហើយនេះគឺជារបំមធ្យមនេះចេញឃើញទេគេចង់បានប្រមាណគេរុំចង់ចេញពីច្រកគេរុំពីច្រកទៅមានន័យថាអានេះណានេះប្រមាណវ៉ុលអានេះណានេះប្រមាណវ៉ុលអីចឹងទៅឧបមាថានេះ6វ៉ុលអានេះ6វ៉ុលអញ្ចឹងពីនេះមកនេះ12វ៉ុលអញ្ចឹងវាមានខ្សែ3បើសិនតែយើងយកអានេះនិងអានេះ6វ៉ុលអញ្ចឹងទៅយកអានេះនិងអានេះ6វ៉ុលទៀតទៅអានេះស្រែកតែគេរុំនិយាយទៅបាទហ្នឹងហើយគ្រាន់តែថាបាតុភូតនេះគឺអារបំបឋមនេះភ្លើងចូលមកអញ្ចឹងវាបង្កើតដែនម៉ាញេទិកអញ្ចឹងហើយអារបំមធ្យមនេះវានៅក្នុងដែនម៉ាញេទិកដែលប្រែប្រួលធ្វើឲ្យកើតមានកម្លាំងអគ្គិសនីចលករបាទឥឡូវយើងមើលបន្តទៅទៀតទិន្នផលត្រង់ស្វូអញ្ចឹងបើសិនជា AD ជាទិន្នផលត្រង់ស្វូគេបាន AD ត្រូវយកអានុភាពចេញបាទអានុភាពចេញគឺខាងរបំមធ្យម PE ដឺ P នេះគឺយើងតាំងអានុភាពជា power បាទ E នេះគឺ electric power ខាងដឺខាងរបំមធ្យមខាងចេញលើខាងចូលអញ្ចឹងដើម្បីរកទិន្នផលបើសិស្សយើងទៅប្រឡង 1000 នាក់ហើយជាប់800នាក់យើងចង់រកទិន្នផលសិស្សជាប់គឺយើងត្រូវយក800ចែកឲ្យ 1000 គិតជាភាគរយបាទមកបាទដឺជាអានុភាពអគ្គិសនីរបំមធ្យមចំណែកអងជាអានុភាពអគ្គិសនីរបំបឋមបាទអញ្ចឹងបើករណីគ្មានកំហាតពេលខ្លះគេហៅថាត្រង់ស្វូ ideal អញ្ចឹងគេបាន AD ស្មើ1បាទអញ្ចឹង PE អងស្មើនឹង PE ដឺនេះបានន័យថារបំមធ្យម50វ៉ាត់របំបឋមក៏50វ៉ាត់ដែរបាទអញ្ចឹងណាអញ្ចឹងឲ្យចាំរឿងអគ្គិសនីនេះបើយើងចង់តម្លើងតង់ស្យុងគឺវាត្រូវធ្លាក់ចរន្តចង់តម្លាក់តង់ស្យុងឡើងចរន្តបាទអញ្ចឹងធ្វើម៉េច
cứ anh phiệp viên nơi ta đại lấy bảo việc miền cầm hạt chẳng hỏi vì là tòng sống bạn này thà viết chỉ rắn xào vậy bà thứ mấy ôi à tòng sống con nâng chỉ rắn tới cứ nơi ta đại bà chẳng không chạy cái tế pel pra trong số trong tờ lệ tòng sống trong ấy trong pra nó không tủ tua nó không kêu người lệch nịch xí cứ cái pra tòng sống chuột tì chẳng pel dương tờ lệ tòng sống đôi pra trong số máu vì trên tòng sống chặt ta đại còn là thà châu pi rồi mà thấy trên đọc pi vol ưu tì họ đó chẳng tầm rơi rồi dướng chết đô tới chỉ tòng xong chuột sần bạn ai bảo bàn đại cái hai thá sầm túi chỉ ròn bà chẳng sầm túi chỉ ròn cứ chỉ ca plak đô pi tòng xong chlác pi chỉ ròn chlác tới chỉ ròn chuột cứ cái pra đi dốt bành chuột bà sầm túi chỉ ròn hoặc là ngay cái miền pi cứ sầm túi pin mặc khúc hay nâng cả lạc khúcប៉ុន្តែភ្លើងវានឹងល្អតើយើងសំទួយពេញមួយខួបអញ្ចឹងក្នុងរូបនេះខ្ញុំដាក់ឧទាហរណ៍សំទួយពេញមួយខួបនេះគឺជាត្រង់ស្វូបាទរបំបឋមរបំមធ្យមអញ្ចឹងចេញរបំមធ្យមមកនេះជើងរបំមធ្យមនេះមួយបាទចេញមកនេះរបំមធ្យមបាទចេញមកយើងចូលយ៉ូតគេប្រើឌីយ៉ូតបញ្ជាប់នឹង4ណាបាទជាស្ពានមកអញ្ចឹងពេលចេញពីឌីយ៉ូតបញ្ជាប់គឺចេញច្រកនេះមួយនេះបាទអញ្ចឹងចេញមកចូលទៅអានេះ air នេះតំណាងឲ្យគ្រឿងប្រើអញ្ចឹងយើងពិនិត្យមើលបាទពាក្យថាតង់ស្យងឆ្លាស់គឺជារ៉នរត់ពីខ្នេះម្ដង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 បើចរន្តជាប់មានន័យថាបាទមានតែមួយទិសទេអញ្ចឹងយើងពិនិត្យមើលបើសិនជាចរន្តរត់ពីខ្នេះទៅរកខ្នេះអញ្ចឹងរត់មកនេះបាទនេះឌីយ៉ូតបញ្ជាប់អញ្ចឹងបើសិនជាចរន្តរត់ទៅចេះបានប៉ុន្តែបើចរន្តរត់មកចេះអត់បានទេអញ្ចឹងយើងមើលបើពេលចរន្តរត់មកចេះទៅខ្នេះអត់រួចទេឌីយ៉ូតនេះអត់ឲ្យទៅទេអញ្ចឹងវាមកខ្នេះអានេះអត់ឲ្យទៅដែរអញ្ចឹងវាមកខ្នេះមកចូលគ្រឿងយើងប្រើមានន័យថាទិសដៅឡើងលើចេះមកអញ្ចឹងមកវាមកខ្នេះបាទណាវាមកខ្នេះអញ្ចឹងវាអត់ទៅរអាខាងខ្ពស់វិញទេព្រោះវារត់មករកខាងនេះអញ្ចឹងវាបកមកណាចូលមកខាងនេះអញ្ចឹងណាបាទប៉ុន្តែពេលដែលយើងឲ្យចរន្តទៅពីនេះវិញចាំមើលចរន្តពណ៌ខៀវនេះទៅពីខាងនេះពណ៌ក្រហមមកខាងនេះអញ្ចឹងវាមកចេះមករត់មកចេះដល់ចរន្តពណ៌ខៀវមកចេះវាទៅខ្នក់រួចអញ្ចឹងវាមកនេះបកចុះទេមកចេះយើងឃើញទិសដៅទោះបីជានេះទៅពីខ្នេះក៏ឆ្លងកាត់ resistance ឡើងលើទៅពីខ្នេះក៏ឡើងលើអញ្ចឹងមានន័យថាអត់ចេះដូរតាណាទេគឺមានតែមួយទិសទេដែលយើងហៅថាចរន្តជាប់អញ្ចឹងពេលដែលពណ៌ខៀវនេះវាមកចេះវាអាចឆ្លងចេះមកខ្នេះបាទអញ្ចឹងទោះបីជាចរន្តផ្លាស់ប្ដូរប៉ូលបាទរត់ពីខ្នេះក៏នៅតែរត់ឆ្លងកាត់គ្រឿងយើងនឹងតែមួយទិសដែរបាទដែលគេហៅថាតង់ស្យងជាប់បាទឬក៏ចរន្តជាប់អញ្ចឹងយើងបានបដូរពីតង់ស្យងឆ្លាស់ទៅជាតង់ស្យងជាប់បាទបែបនេះគេហៅថាសន្ទួយចរន្តបាទសន្ទួយចរន្តបាទមេរៀនយើងថ្នាក់ទី12គឺចប់ត្រឹមប៉ុណ្ណឹងបាទសូមអរគុណសម្រាប់ការតាមដានស្ដាប់របស់បងប្អូនតាំងពីដើមដល់ចប់ហើយតែងតែគ្រប់គ្រងនៅការបង្រៀនរបស់ខ្ញុំបាទសូមអរគុណច្រើន